ទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសង្ក្រាននិស្សិត AUB ចាប់ផ្ដើមធ្វើនាថ្ងៃទី3ខែមេសាក្នុងបរិវេណសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ ACDA ដោយកម្មវិធីនេះត្រូវបានរំពឹងទុកថានឹងមានការចូលរួមពីសិស្សនិស្សិតនិងសាធារណជនទូទៅចូលរួមច្រើនកកកស្របពេលដែលនៅតាមបណ្ដាខេត្តរាជធានីគ្រឹះស្ថានអប់រំសាធារណៈនិងឯកជនផ្សេងៗរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ2026ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី14ដល់ថ្ងៃទី16ខែមេសាឆ្នាំ2026ខាងមុខនេះសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ ACDA សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារបស់សាកលវិទ្យាល័យបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនិស្សិត AUB ដើម្បីជាឱកាសឲ្យថ្នាក់ដឹកនាំលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យនិងនិស្សិតបានជួបជុំគ្នានិងពង្រឹងសាមគ្គីភាពលោកបណ្ឌិតផុនណារិនសាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ ACDA បានដឹងថាជារៀងរាល់ឆ្នាំនៅមុនថ្ងៃចូលឆ្នាំថ្មីមកដល់សាកលវិទ្យាល័យតែងតែរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនេះឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ភាពរុងរឿងរីកចម្រើនរបស់សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ ACDA លើកកម្ពស់ការចូលរួមរបស់សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ ACDA ជាមួយសហគមន៍ជាពិសេសដើម្បីបណ្ដុះគំនិតយុវជនសិស្សនិស្សិតឲ្យចូលរួមលើកកម្ពស់មោទនភាពនិងសេចក្តីស្រឡាញ់ថែរក្សាចំពោះវប្បធម៌និងប្រពៃណីទំនៀមទម្លាប់ខ្មែរដ៏ល្អផូរផង់និងបង្កើតនៅបរិយាកាសសប្បាយរីករាយជួបជុំគ្នាជាមួយគ្រួសារ AUB បង្កើនមិត្តភាពសាមគ្គីភាពរវាងលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យនិងនិស្សិតបន្ទាប់ពីឆ្លងកាត់វគ្គសិក្សាយ៉ាងម៉ត់ចត់នាពេលកន្លងមកនៅក្នុងពិធីនេះដែរលោកបណ្ឌិតក៏បានលើកឡើងពីប្រវត្តិខ្លះៗនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិងអត្ថន័យសង្ខេបពីព្រឹត្តិការណ៍សង្ក្រាន្តជាការក្រើនរំលឹកដល់សិស្សនិស្សិតត្រូវចងចាំពីសារៈសំខាន់ដែលមិនអាចខ្វះបាននៃពិធីបុណ្យចូលឆ្នាំថ្មីដែលជាអត្តសញ្ញាណជាតិដ៏ខ្ពង់ខ្ពស់របស់ខ្មែរប្រធានក្លឹបនិស្សិត AUB ក៏បានលើកទឹកចិត្តនិងចែករំលែកនូវបទពិសោធន៍និងការចូលរួមរបស់សមាជិកសមាជិកាគ្រប់រូបតាមរយៈសកម្មភាពនានាជាច្រើននេះពិតជាបានសរបញ្ជាក់យ៉ាងច្បាស់ពីតួនាទីសំខាន់របស់យុវជនក្នុងសកម្មភាពរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត AUB ជាពិសេសត្រូវមានឆន្ទៈចូលរួមក្នុងកិច្ចការងារសង្គមដែលនេះជាគំរូមួយដ៏ល្អសម្រាប់យុវជននិងសិស្សនិស្សិតជំនាន់ក្រោយៗសូមបញ្ជាក់ថាសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ ACDA ក៏មានរៀបចំពិធីលេងល្បែងប្រជាប្រិយខ្មែរដូចជាចៅឈូងបោះអង្គញ់វាក្អមលាក់កន្សែងទាញព្រ័ត្រដណ្ដើមស្លឹកឈើលោតអន្ទាក់ចាប់កូនខ្លែងរបាំត្រុដិការសម្ដែងផ្សេងៗព្រមទាំងមានការប្រគំតន្ត្រីនិងរាំលេងកម្សាន្តដែលសម្ដែងដោយក្រុមនិស្សិតរបស់សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ ACDA ផងដែរ